បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដាននៅវីដេអូមួយនេះថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានលើកយកនៅច្បាប់ថ្មីមួយដែលទើបតែបានអនុម័តនៅក្នុងឆ្នាំ2026ថ្មីនេះដែលច្បាប់នោះស្តីអំពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមុននឹងឈានទៅដល់ខ្លឹមសារលម្អិតនៃច្បាប់នេះខ្ញុំសូមលើកអំពីសារបាននៃដើមហេតុដែលនាំឲ្យមានការបង្កើតច្បាប់នេះឡើងដោយសារតែយើងឃើញថាកាលពីកំឡុងឆ្នាំ2020 2021ដែលជាឆ្នាំកូវីដហ្នឹងយើងឃើញថាមានការកើនឡើងយ៉ាងសម្ងាត់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះហើយនៅពេលបច្ចុប្បន្នយើងឃើញថារាជរដ្ឋាភិបាលកំពុងតែព្យាយាមធ្វើយ៉ាងណាលុបបំបាត់នៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយឈានទៅដល់ការសម្រេចចេញនៅច្បាប់ថ្មីនេះដែលមានការប្រកាសឲ្យប្រើនៅថ្ងៃទី6ខែមេសាឆ្នាំ2026ដែលមានការឡាយផ្ទាល់លេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ដោយព្រះមហាក្សត្រអញ្ចឹងកុំឲ្យខាតពេលយូរយើងឈានទៅដល់ខ្លឹមសារលម្អិតត្រួសមានន័យថាលម្អិតប៉ុន្តែវាមិនសូវជាស៊ីជម្រៅទេនៅច្បាប់មួយនេះអញ្ចឹងនេះជាមេត្តាដែលខ្ញុំបានរៀបចំគឺខ្ញុំបានបែងចែកជាចំណុច5ធំពាក់ព័ន្ធជាមួយនឹងគោលបំណងវិសាលភាពបញ្ជីបទល្មើសនិងទោសនៃច្បាប់នេះការទទួលខុសត្រូវព្រហ្មទណ្ឌនិងការលើកលែងឲ្យរួចផុតពីទោសនិងស្ថានសម្រាប់ទោសអញ្ចឹងយើងឈានមកដល់ចំណុចដំបូងគឺនិយាយអំពីគោលបំណងអញ្ចឹងច្បាប់នេះគឺមានគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាគោលបំណងទី1ធ្វើយ៉ាងណាលុបបំបាត់កុំឲ្យមានការកើតឡើងនៅអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតចំណុចទី2ការចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងទី3គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនេះអញ្ចឹងជាធម្មតាបទល្មើសនេះវាអាចជាបទល្មើសអន្តរជាតិខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែពេលខ្លះសកម្មភាពនៃការឆបោកនេះគឺមិនមែនធ្វើត្រឹមតែនៅក្នុងប្រទេសមួយទេវាអាចមានការសហការពីបរទេសដែលជាបុគ្គលដែលគាត់ប្រព្រឹត្តបទល្មើសហ្នឹងគាត់មាន connection ជាមួយគ្នាដែលអាចធ្វើឲ្យបទល្មើសនេះកើតឡើងដែរអញ្ចឹងបើសិនមកក្នុងករណីមានការស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសអន្តរជាតិមួយចំនួនក៏ច្បាប់នេះមានវិសាលភាពនៅក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រឆាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរដែលនេះជាគោលគំនិត3សំខាន់នៅក្នុងច្បាប់ថ្មីមួយនេះរីឯចំណុចទី2ពាក់ព័ន្ធជាមួយនឹងវិសាលភាពនៃច្បាប់នេះគឺយើងឃើញថាបទល្មើសនេះគឺមានវិសាលភាពអនុវត្តនៅក្នុងក្របខ័ណ្ឌ3សំខាន់ទី1គឺការប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាជាតិកម្ពុជាលើបទល្មើសមានន័យថាបើសិនបើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានអត្ថិភាពនៃបទល្មើសដែលប្រព្រឹត្តនៅក្នុងដែនដីនៃប្រជាជាតិកម្ពុជានោះច្បាប់នេះគឺមានប្រសិទ្ធភាពអនុវត្តទី2គឺប្រព្រឹត្តក្រៅដែនដីនៃប្រជាជាតិកម្ពុជាអញ្ចឹងកន្លែងនេះដូចខ្ញុំបានជម្រាបជូនអញ្ចឹងថាបទល្មើសមួយมันអាចមានត្រឹមតែការកើតឡើងនៅក្នុងប្រទេសទេពេលខ្លះវាអាចមានការសហការពីបរទេសផងដែរអញ្ចឹងច្បាប់នេះក៏មានវិសាលភាពអនុវត្តចំពោះបទល្មើសដែលកើតនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរបើសិនបើស្ថិតនៅក្នុងលក្ខខណ្ឌទាំង3ដូចខាងក្រោមទី1គឺការប្រព្រឹត្តដោយពលរដ្ឋខ្មែរមានន័យថាជនដែលប្រព្រឹត្តបទល្មើសហ្នឹងគឺគាត់គឺជាពលរដ្ឋខ្មែរឬគាត់មានសញ្ជាតិជាខ្មែរទី2គឺប្រព្រឹត្តលើពលរដ្ឋខ្មែរមានន័យថាសមាជិកភាពជនរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺជាជនជាតិខ្មែរនិងទី3គឺទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសបានផ្ទេរចូលមកឬក៏ផ្ទេរចេញពីប្រជាជាតិកម្ពុជាអញ្ចឹងអាផ្ទេរចេញផ្ទេរចូលត្រង់ចំណុចនេះមានន័យថាពេលខ្លះទ្រព្យសម្បត្តិដែលកើតចេញមកពីផលនៃការឆបោកគឺអាចផ្ទេរចូលមកប្រជាជាតិកម្ពុជាមានន័យថាគាត់បោកពីបរទេសមកហើយប្រមូលផ្ដុំផ្ទេរចូលទៅក្នុងប្រជាជាតិកម្ពុជាអញ្ចឹងកន្លែងនេះបើសិនបើយើងអាចកំណត់ថាទ្រព្យសម្បត្តិដែលកំពុងតែផ្ទេរចូលទឹកដីនៃប្រជាជាតិកម្ពុជាគឺបទល្មើសនេះគាត់អាចមានវិសាលភាពអនុវត្តបានឬក៏ពេលខ្លះគាត់ធ្វើសកម្មភាពឆបោកនៅក្នុង
ប្រជាជនកម្ពុជាប៉ុន្តែគាត់ផ្ទេរចេញផលដែលគាត់កើតចេញពីការឆបោកហ្នឹងគាត់ផ្ទេរចេញទៅបរទេសអាហ្នឹងក៏ច្បាប់នេះមានប្រសិទ្ធភាពអនុវត្តដែរនិងចំណុចទី3ប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារឬក៏ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាអញ្ចឹងពេលខ្លះការប្រមូលបាននៅផលទុនដែលខ្លួនបានប្រព្រឹត្តបទល្មើសហ្នឹងដាក់នៅក្នុងធនាគារព្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺអត់អាចមនុស្សទៅធ្វើផ្ទាល់ដូចជាការឆបោកធម្មតាដូចមានចែងនៅក្នុងក្រមព្រហ្មទណ្ឌទេមានន័យថាការឆបោកទាំងអស់គឺធ្វើឡើងដោយ system មិនថាជាការឆបោកមិនថាជាការប្រមូលផលនៃបទល្មើសទេឬក៏អាចមានសកម្មភាពផ្សេងទៀតដែលធ្វើឲ្យបទល្មើសនឹងកើតឡើងតាមប្រព័ន្ធធនាគារឬក៏ប្រព័ន្ធហិរញ្ញវត្ថុអញ្ចឹងពេលខ្លះមិនមែនធនាគារគាត់អាចឆបោកដោយមានជា e-wallet ហ្នឹងខ្ញុំសូមលើកឧទាហរណ៍ដូចជាក្រុមហ៊ុនទូទាត់អីអញ្ចឹងណាដែលគាត់មិនមែនជាធនាគារប៉ុន្តែជាក្រុមហ៊ុនទូទាត់ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាអញ្ចឹងអារូបភាពកន្លែងហ្នឹងក៏អាចជាយន្តការនៃការប្រមូលនៅផលទុនដែលកើតចេញពីបទល្មើសផងដែរអញ្ចឹងឲ្យតែបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធធនាគារឬក៏តាមប្រព័ន្ធហិរញ្ញវត្ថុផ្សេងហ្នឹងក៏ច្បាប់នេះមានប្រសិទ្ធភាពអនុវត្តដែរហើយមានកំណត់នៅក្នុងមាត្រា2នៃច្បាប់ថ្មីនេះអញ្ចឹងនេះជាចំណុចទី3ដែលកំណត់ថាតើសកម្មភាពណាខ្លះដែលច្បាប់នេះកំណត់ថាជាបទល្មើសអញ្ចឹងក្នុងចំណុចទី3នេះយើងនិយាយអំពីបញ្ជីនៃបទល្មើសនិងទោសនៃច្បាប់នេះអញ្ចឹងយើងមើលសកម្មភាពទី1ដែលកំណត់ថាជាបទល្មើសគឺគេហៅថាបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងនិយមន័យនៃការឆបោកនេះគឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយអញ្ចឹងពាក្យថារូបវន្តបុគ្គលឬក៏នីតិបុគ្គលណាមួយមានន័យថាជនរងគ្រោះអាចជារូបវន្តបុគ្គលមនុស្សម្នាក់ហ្នឹងឬក៏ជានីតិបុគ្គលអាចជាក្រុមហ៊ុនដែលត្រូវបានគេបោកបញ្ឆោតដោយប្រើឧបាយកលទុច្ចរិតអញ្ចឹងឧបាយកលទុច្ចរិតមានន័យថាជាមធ្យោបាយដែលមិនស្របច្បាប់ដើម្បីទទួលបាននៅមូលនិធិមានន័យថាជនល្មើសគាត់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីទទួលបាននៅលុយបើយើងនិយាយងាយថាមូលនិធិគឺជាលុយតម្លៃឬទ្រព្យសម្បត្តិអ្វីមួយការផ្គត់ផ្គង់សេវានិងទី3គឺការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ចឬជាការរួចផុតពីកាតព្វកិច្ចដែលមានកំណត់នៅក្នុងមាត្រា5នៃកថាខណ្ឌ1នៃច្បាប់នេះហើយពាក់ព័ន្ធជាមួយនឹងទោសបញ្ញត្តិដែលត្រូវអនុវត្តចំពោះសកម្មភាពខាងលើហ្នឹងគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានទៅ500លានរៀលដែលមានកំណត់នៅក្នុងមាត្រា5នៃកថាខណ្ឌទី2ស្របពេលជាមួយគ្នានឹងដែរយើងឃើញថាក៏មានស្ថានទម្ងន់ទោសពាក់ព័ន្ធជាមួយនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរបើក្នុងករណីដែលចារីគាត់បានប្រព្រឹត្តដោយមានការរៀបចំជាក្រុមចាត់តាំងហ្នឹងមានន័យថាវាជារចនាសម្ព័ន្ធបើសិនបើយើងនិយាយន័យទូទៅគាត់មានប្រធានគាត់មានបុគ្គលិកដែលជាផ្នែកមួយឧទាហរណ៍ថាគាត់រៀបចំមានអ្នកឆបោកផ្សេងមានអ្នកចង system ផ្សេងមានអ្នករៀបចំtrain បុគ្គលិកដើម្បីឆបោកផ្សេងឬក៏មានផ្នែកផ្សេងទៀតដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់គាត់នឹងប្រកបដោយរលូនអញ្ចឹងហើយអានឹងគេហៅថាជាក្រុមចាត់តាំងនិងចំណុចទី2ដោយមានជនរងគ្រោះច្រើនអ្នកអញ្ចឹងពាក្យថាច្រើនកន្លែងនេះក្នុងន័យច្បាប់រៀងតលាយតិចប៉ុន្តែបើសិនបើយើងបកស្រាយន័យទូទៅមានន័យថាឲ្យតែលើសពី1តែ2ក៏ច្រើនដែរអញ្ចឹងក្នុងកន្លែងនេះគឺចក្រមដែលជាអ្នកផ្ដន្ទាទោសគាត់អាចពិនិត្យហើយនឹងបកស្រាយនឹងឃ្លានេះថាតើជនរងគ្រោះច្រើនអ្នកហ្នឹងគឺក្នុងន័យច្រើនហ្នឹងគួរតែប្រហែលអ្នកឡើងទៅអញ្ចឹងកន្លែងនេះខ្ញុំគិតថាគួរតែជាសិទ្ធិរបស់ចក្រមដែលគាត់មានឆន្ទានុសិទ្ធិក្នុងការបកស្រាយថាតើជនរងគ្រោះច្រើនអ្នកហ្នឹងគឺមានប្រហែលអ្នកអញ្ចឹងសរុបមកវិញថាស្ថានទម្ងន់ទោសពាក់ព័ន្ធជាមួយនឹងការឆបោកនេះក្នុងលក្ខខណ្ឌទាំងពីរខាងក្រោមចូលលក្ខខណ្ឌមួយណាក៏កំណត់ថាជាស្ថានទម្ងន់ទោសដែរហើយទោសដែលត្រូវផ្ដន្ទាទោសចំពោះស្ថានទម្ងន់ទោសនៃបទល្មើសខាងលើហ្នឹងគឺដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1000លានរៀលដែលមានកំណត់នៅក្នុងមាត្រា5កថាខណ្ឌ3នៃច្បាប់នេះយ
យើងចូលមកបទល្មើសទី2ការរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការរៀបចំឬការដឹកនាំកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈប្រមូលផ្ដុំឬក្នុងទម្រង់ជាមជ្ឈមណ្ឌលដែលអនុញ្ញាតឲ្យបុគ្គលច្រើនអ្នកចងក្រងគ្នាជាក្រុមឬជាបណ្ដាញទោះមានឬគ្មានរចនាសម្ព័ន្ធគ្រប់គ្រងជាក់លាក់ក៏ដោយដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងមានន័យថាអ្នកដែលគាត់រៀបចំចងក្រងឧទាហរណ៍ថាគាត់ជាអ្នកទៅជួលអាគារគាត់ជាអ្នកទៅរៀបចំតំណែងតំណងលើការភ្ជាប់សេវាអ៊ីនធឺណិតឬក៏គាត់ជាអ្នកប្រម៉ូទិញកុំព្យូទ័រដើម្បីធ្វើយ៉ាងណាឲ្យអាការឆបោករបស់គាត់នឹងរលូនទៅមុខអញ្ចឹងកន្លែងហ្នឹងវាជាការរៀបចំហើយមជ្ឈមណ្ឌលមានន័យថាធ្វើយ៉ាងណាឲ្យមនុស្សដែលជា scammer ទាំងអស់ហ្នឹងគាត់អាចនៅម្ដុំជុំគ្នាធ្វើការឆបោកជុំគ្នាអញ្ចឹងអាកន្លែងហ្នឹងជារូបភាពនៃការរៀបចំឬក៏ដឹកនាំមជ្ឈមណ្ឌលឆបោកហើយនៅក្នុងកថាខណ្ឌ2ក៏បានបញ្ជាក់ដែរព្រោះពេលខ្លះដោយសារតែបច្ចេកវិទ្យាយើងទំនើបអញ្ចឹងការប្រមូលផ្ដុំមិនបាច់ចាំបាច់ធ្វើជា physical ទេមានន័យថាមិនបាច់ធ្វើដោយផ្ទាល់ទេការធ្វើដោយប្រយោលតាក់ទងជាមួយនឹងការចងក្រងជារចនាសម្ព័ន្ធតាមរយៈsystem ក៏កំណត់ថាជាការរៀបចំនិងការដឹកនាំដែរព្រោះដោយសារអីដោយសារពេលខ្លះយើងគ្រាន់តែប្រើ network អ្នកពីតំបន់ខណ្ឌមួយឆ្លងខណ្ឌមួយដោយមិននៅធ្វើការជាមួយគ្នាហ្នឹងប៉ុន្តែគាត់អាចមាន connection ជាមួយគ្នាអញ្ចឹងអារូបភាពហ្នឹងក៏ជាការរៀបចំដែរអញ្ចឹងបាននៅក្នុងកថាខណ្ឌទី2នៃមាត្រា6បានចែងយ៉ាងច្បាស់ថាត្រូវចាត់ទុកជាបទល្មើសនិងត្រូវផ្ដន្ទាទោសដូចគ្នាដូចដែលមានកំណត់នៅក្នុងកថាខណ្ឌមួយខាងលើដែរចំពោះការរៀបចំឬការដឹកនាំកន្លែងដាច់ដោយឡែកពីគ្នាអញ្ចឹងពាក្យដាច់ដោយឡែកពីគ្នានេះមានន័យថាអារូប physical connection មានន័យថាការទំនាក់ទំនងផ្ទាល់ហ្នឹងគឺអត់មានទេប៉ុន្តែគាត់អាចចងក្រងជាបណ្ដាញតាមគ្រប់រូបភាពទាំងអស់អញ្ចឹងអាក្នុងករណីហ្នឹងក៏ចូលទៅក្នុងការរៀបចំនិងការដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែរអញ្ចឹងទោសដែលត្រូវផ្ដន្ទាទោសលើការរៀបចំនេះគឺមានកំណត់ផ្ដន្ទាទោសពី5ឆ្នាំរហូតដល់10ឆ្នាំនិងពិន័យជាប្រាក់ពី5លាន500លានទៅ1000លានរៀលហើយនៅក្នុងបទល្មើសអំពីការរៀបចំនេះក៏វាមានស្ថានទម្ងន់ទោសដែរបើសិនបើការប្រព្រឹត្តនៃការរៀបចំហ្នឹងកើតឡើងដោយមាន3លក្ខខណ្ឌខាងក្រោមទី1គឺការប្រើប្រាស់ហិង្សាទរណកម្មឬក៏អំពើឃោរឃៅទី2ដោយការចាប់បង្ខំឬក៏ឃុំឃាំងឬក៏បង្ខាំងនិងទី3ដោយការរត់ពន្ធមនុស្សការជួញដូរមនុស្សការកេងចំណេញពលកម្មអីជាដើមហ្នឹងក៏វាចូលទៅក្នុងស្ថានទម្ងន់ទោសដែរអញ្ចឹងសួរទៅវិញថាហេតុអីបានត្រូវមានចែងអំពីស្ថានទម្ងន់ទោសព្រោះធម្មតាការរៀបចំជារចនាសម្ព័ន្ធឆបោកនេះយើងដឹងហើយថាជនដែលជា scammer គាត់អាចមកធ្វើសកម្មភាពល្មើសច្បាប់ដោយការស្ម័គ្រចិត្តក៏ប៉ុន្តែបើសិនបើយើងកលេចទៅមើលមួយជ្រុងទៀតការប្រព្រឹត្តបទល្មើសដែលជាសកម្មភាព scam ហ្នឹងក៏អាចកើតចេញពីការបង្ខិតបង្ខំការគំរាមកំហែងដែរពេលខ្លះអ្នកដែលគាត់ទៅតាក់ទងទៅ scammer ហ្នឹងគាត់ប្រាប់ថាអ្នកឯងមកធ្វើការជាមួយខ្ញុំមកការងារល្អទេដូចដែលយើងធ្លាប់ឃើញនៅក្នុងបណ្ដាញសង្គមអញ្ចឹងគេថាគ្រាន់តែចេះ typing អីអញ្ចឹងប្រាក់ខែពាន់អញ្ចឹងរូបភាពកន្លែងហ្នឹងគេអត់ដឹងថាយកម្នាក់ហ្នឹងមក scam ទេប៉ុន្តែវាអាចជាការកេងចំណេញការឆបោកឬក៏ធ្វើយ៉ាងណាឲ្យអូសទាញម្នាក់ហ្នឹងមកធ្វើជា scam នៅក្នុងទីតាំងរបស់ខ្លួនអញ្ចឹងដល់ពេលដែលគេមកគាត់អាចប្រើហិង្សាបើសិនជាអ្នកដែលមកហ្នឹងគាត់អត់ព្រមធ្វើ scam ឧទាហរណ៍អញ្ចឹងគាត់អាចប្រើប្រាស់ហិង្សាធ្វើយ៉ាងណាបង្ខំឲ្យ scammer ហ្នឹងគាត់ប្រព្រឹត្តនៅសកម្មភាព scam អញ្ចឹងអាកន្លែងនេះហើយជារូបភាពដែលច្បាប់បានផ្ដល់ស្ថានទម្ងន់ទោសបើសិនបើក្នុងករណីមានការបង្ខិតបង្ខំឬការឃុំឃាំងបង្ខាំងឲ្យ scammer ហ្នឹងគាត់ត្រូវតែធ្វើសកម្មភាព scam អញ្ចឹងនៅក្នុងស្ថានទម្ងន់ទោសនេះគឺយើងឃើញថាការផ្ដន្ទាទោសក៏រៀងធ្ងន់ដែរគឺចាប់ពី10ឆ្នាំរហូតដល់20ឆ្នាំហើយពិន័យជាប្រាក់ពី1000លានរៀលបើយើងគិតគឺ1 billionរៀលទៅដល់2 billionរៀល
ដែលមានកំណត់នៅក្នុងមាត្រា6នៃកថាខណ្ឌ3ហើយស្ថានទម្ងន់ទោសមួយទៀតពាក់ព័ន្ធជាមួយនឹងការរៀបចំនឹងផងដែរបើសិនបើចារីគាត់បានធ្វើអំពើនេះដែលបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ឬច្រើនអ្នកអញ្ចឹងពេលខ្លះដើម្បីបង្ខំឲ្យ scammer ហ្នឹងគាត់ធ្វើតាមអ្វីដែលមេ scam ហ្នឹងគាត់ចង់បានស្រាប់តែគាត់ធ្វើទរណកម្មឬក៏គាត់ប្រើហិង្សារហូតដល់មានអ្នកស្លាប់នៅក្នុងអាគារឬក៏ទីតាំង scam របស់ខ្លួនហ្នឹងការផ្ដន្ទាទោសដែលធ្ងន់ធ្ងរបំផុតហ្នឹងគឺអាចជាប់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំឬក៏អស់មួយជីវិតដែលមានកំណត់នៅក្នុងមាត្រា6នៃកថាខណ្ឌ4នៃច្បាប់នេះនេះជាបទល្មើសទី3ប្រភេទទី3ពាក់ព័ន្ធជាមួយនឹងបទជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងបើសិនបើយើងគិតអំពីន័យទូទៅថាជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃឲ្យមកចូល scam អញ្ចឹង clear កន្លែងហ្នឹងបើសិនបើយើងគិតអំពីយន្តការទូទៅនៃក្រុមហ៊ុនមួយដូចជា HR អញ្ចឹងគាត់ជាអ្នកជ្រើសរើសហើយគាត់យកគេមកហើយគាត់មក train អញ្ចឹងអ្នកខ្លះគាត់ប្រព្រឹត្តនៅអំពើហ្នឹងហើយគាត់ប្រាប់ថាខ្ញុំមិនមែនអ្នក scam ផ្ទាល់ទេប៉ុន្តែនៅក្នុងច្បាប់នេះអ្នកដែលគាត់ត្រឹមតែជ្រើសរើសមានតួនាទីជា HR រើសបុគ្គលិក scam ហើយ train គេឲ្យคล้ายទៅជាscam expert ណាអ្នកជំនាញ scam ហ្នឹងក៏ត្រូវមានទោសដែរហើយទោសដែលត្រូវផ្ដន្ទាទោសហ្នឹងគឺចាប់ពី2ឆ្នាំរហូតដល់5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលអញ្ចឹងបទល្មើសនេះបានពង្លាតរហូតដល់អ្នកដែលគាត់ recruit scammer មកធ្វើការទៀតហើយនេះជាស្ថានទម្ងន់ទោសនៃការជ្រើសរើសបុគ្គលិក scam ថាប៉ះសិនបើអ្នក scam ហ្នឹងអ្នកជ្រើសរើសបុគ្គលិក scam ហ្នឹងគាត់បានប្រើហិង្សាឬទរណកម្មឲ្យ scammer ហ្នឹងគាត់ត្រូវតែធ្វើអំពើ scam មានន័យថាម៉េចមានន័យថារើសគេមកហើយស្រាប់តែគេអត់ចង់ scam ព្រោះគេដឹងខ្លួនខុសថាscam ហ្នឹងវាមិនមែនជារឿងត្រឹមត្រូវទេវាមានបនបាបហើយវាខុសច្បាប់ទៀតតែអ្នកបដោះបដាលឬក៏អ្នករើសបុគ្គលិកមកហ្នឹងគាត់ធ្វើទរណកម្មបង្ខំឲ្យអ្នក scam ហ្នឹងគាត់ត្រូវតែធ្វើវាអញ្ចឹងក្នុងក្របខ័ណ្ឌនៃការបង្ខិតបង្ខំប្រើប្រាស់ហិង្សាទរណកម្មឬការចាប់បង្ខំឃុំឃាំងឬក៏បង្ខាំងឬក៏ធ្វើឲ្យមនុស្សស្លាប់ឬក៏ការជ្រើសរើសបុគ្គលមកហ្នឹងកើតចេញពីការរត់ពន្ធមនុស្សឬការជួញដូរមនុស្សអញ្ចឹងទោសបញ្ញត្តិរបស់គាត់ហ្នឹងក៏ធ្ងន់ជាងមុនគឺត្រូវជាប់ពន្ធនាគារពី5ទៅ10ឆ្នាំហើយនឹងពិន័យជាប្រាក់ពី500លានរៀលទៅ1000លានរៀលដែលមានចែងនៅក្នុងមាត្រា7នៃកថាខណ្ឌ2ចំណុចទី4ដែលជាបទល្មើសទី4ការប្រមូលក្នុងចេតនាទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬក៏ឯកសារផ្ទាល់ខ្លួននានារបស់អ្នកដទៃចំពោះបុគ្គលដែលប្រមូលឯកសារទាំងនោះក្នុងគោលបំណងប្រើប្រាស់ឬបង្កើតគណនីធនាគារអនឡាញ website គណនីអេឡិចត្រូនិកឬក៏គណនីបណ្ដាញសង្គមនានាសម្រាប់មធ្យោបាយនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងយើងដឹងហើយថា platform នៃ social media មួយចំនួនតម្រូវឲ្យមានការបញ្ចូលនៅអត្តសញ្ញាណដើម្បីបង្កើតបានឥឡូវខ្ញុំលើកឧទាហរណ៍ងាយមួយការដើម្បីបើកគណនីធនាគារដែលសម្រាប់ទទួលលុយដែលត្រូវបានឆបោកហើយយកមកទុកនៅក្នុងគណនីធនាគារហ្នឹងអញ្ចឹងតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណអញ្ចឹងឧទាហរណ៍ថាកម្នាក់គាត់បើកគណនីគាត់អាចមានតែគណនីកហ្នឹងគាត់ត្រូវមានគណនីខគខងអីបន្តទៀតដើម្បីឲ្យអាការប្រមូលលុយដែលកើតចេញពីផលនៃការឆបោកហ្នឹងទុកបានច្រើនគាត់ត្រូវមានអ្នកទទួលលុយច្រើនអញ្ចឹងគាត់ត្រូវដើរប្រមូលឯកសារពីគេអញ្ចឹងអាការប្រមូលឯកសារព័ត៌មានផ្សេងហ្នឹងនៅក្នុងគោលបំណងទទួលបានការឆបោកនេះដើម្បីរក្សាផលឆបោកដែលខ្លួនបានឆបោកបានហ្នឹងអញ្ចឹងជនហ្នឹងគឺត្រូវតែទទួលរងនៅទណ្ឌកម្មព្រហ្មទណ្ឌដែលជាប់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី100លានរៀលទៅ300លានរៀលបាទហើយបើយើងគិតមួយយ៉ាងទៀតថាជនដែលប្រមូលឯកសារទាំងអស់ហ្នឹងណាគាត់គឺជាអ្នកសំគំនិតនៅក្នុងបទល្មើសឆបោកដែលជួយសម្រួលធ្វើម៉េចឲ្យបទល្មើសឆបោកហ្នឹងប្រព្រឹត្តទៅបានយ៉ាងរលូនដោយបង្កើត
គណនីផ្សេងបង្កើត website បង្កើតគណនីធនាគារអីហ្នឹងដើម្បីប្រមូលលុយអីហ្នឹងអញ្ចឹងគាត់ជាអ្នកជួយសម្រួលបទល្មើសដែរអញ្ចឹងគាត់ក៏ត្រូវមានទោសដែរតាក់ទងជាមួយនឹងស្ថានទម្ងន់ទោសនៃការប្រមូលឯកសារនេះផងដែរបើសិនបើការប្រមូលឯកសារហ្នឹងគឺត្រូវរៀបចំជាក្រុមចាត់តាំងអញ្ចឹងក្រុមចាត់តាំងមានន័យថាម៉េចមានន័យថាអ្នកដែលគាត់ទៅប្រមូលឯកសារហ្នឹងគាត់មានបណ្ដាញរបស់គាត់មានម្នាក់ជាអ្នកទៅរកបុគ្គលដែលស្ម័គ្រចិត្តនៅក្នុងការផ្ដល់ឯកសារនឹងឲ្យមានម្នាក់ទៀតជាអ្នករត់ទៅបើកគណនីណាមួយចឹងទៅគាត់មានគ្នាច្រើនដើម្បីធ្វើយ៉ាងណាឲ្យការប្រមូលឯកសាររក្សាទុកឯកសារទាំងអស់ហ្នឹងវាមានប្រសិទ្ធភាពអញ្ចឹងមានអ្នកកាន់ឃ្លាំងនៅពេលដែលប្រមូលបានឯកសារត្រូវរក្សាទុករបៀបម៉េចអ្នកជួយផ្ញើឯកសារហ្នឹងរបៀបម៉េចអញ្ចឹងអាហ្នឹងហើយជាការចាត់តាំងនោះឯងមានគ្នាមានអ្នកប្រភេទឬក៏អនុវត្តសកម្មភាពធ្វើយ៉ាងណាប្រមូលឯកសារហ្នឹងឲ្យបានត្រឹមត្រូវរក្សាសុវត្ថិភាពអាហ្នឹងហើយគឺជាក្រុមចាត់តាំងអញ្ចឹងបើសិនបើមានស្ថានទម្ងន់ទោសហ្នឹងការផ្ដន្ទាទោសគឺការជាប់ពន្ធនាគាររហូតដល់3ទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី300លានទៅ500លានរៀលនេះពាក់ព័ន្ធជាមួយនឹងការរក្សាទុកនៅឯកសាររបស់អ្នកអតីតហើយនេះជាការទទួលខុសត្រូវព្រហ្មទណ្ឌអញ្ចឹងមានន័យថាបុគ្គលដែលអាចប្រឈមទៅនឹងការទទួលខុសត្រូវព្រហ្មទណ្ឌលើការប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រធាននៃបទល្មើសវាអាចមាន2ទី1គឺជានីតិបុគ្គលខ្ញុំសូមអធិស្ឋានទើបតាកលេចមើលកំហុសមួយកន្លែងបុគ្គលហ្នឹងជើងគោមិនជើងកទេអញ្ចឹងចាំបងប្អូនជួយកំណត់សម្គាល់ដែរហើយខ្ញុំនឹងកែស្លាយនឹងឲ្យត្រូវវិញបាទអញ្ចឹងនីតិបុគ្គលមានន័យថាជាក្រុមហ៊ុនដែលបើកក្នុងគោលបំណង scam ប៉ុន្តែសួរថាតើក្រុមហ៊ុនបង្កើតហ្នឹងនៅពេលដែលគាត់ទៅចុះបញ្ជីហ្នឹងគាត់កម្មវត្ថុក្រុមហ៊ុនរបស់គាត់ដាក់ថា scam មែនទេមានន័យថាក្រុមហ៊ុនមួយគាត់ចុះបញ្ជីដែលមានកម្មវត្ថុស្របច្បាប់យើងនិមិត្តអង្គហេតុមួយយ៉ាងងាយយល់ថាក្រុមហ៊ុនមួយចុះបញ្ជីកម្មវត្ថុអាជីវកម្មដាក់ថាជាក្រុមហ៊ុនទេសចរប៉ុន្តែនៅពេលដែលគាត់ operate ក្រុមហ៊ុនរបស់គាត់ជាក់ស្ដែងបែរជាគាត់មានកុំព្យូទ័រមានរចនាសម្ព័ន្ធមានខ្សែអ៊ីនធឺណិត network ដើម្បី connect ក្នុងគោលបំណងជាការឆបោកទៅវិញអញ្ចឹងរូបភាពពីខាងក្រៅគឺជាក្រុមហ៊ុននីតិបុគ្គលដែលមានកម្មវត្ថុជាក្រុមហ៊ុនទេសចរអញ្ចឹងអាកន្លែងហ្នឹងបើសិនបើច្បាប់រកឃើញថាក្រុមហ៊ុនហ្នឹងពិតជាមាន scam មែនគឺគាត់ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដោយមានកំណត់នៅក្នុងមាត្រា42នៃក្រមព្រហ្មទណ្ឌដែលកំណត់អំពីការប្រកាសទោសចំពោះនីតិបុគ្គលបាទបន្ថែមពីប្រកាសទោសដែលមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា42ហើយទោសនៅក្នុងច្បាប់នេះក៏មានកំណត់ដែរថានីតិបុគ្គលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី1 billion រៀល1 billion ស្មើនឹង1000លានរៀលទៅដល់30 billion រៀលមានន័យថា30,000លានរៀលឬស្មើនឹងតម្លៃមូលនិធិឬទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសអញ្ចឹងមានន័យថាឧទាហរណ៍ថាការដែលគាត់ប្រមូលទ្រព្យសម្បត្តិឬក៏មូលនិធិដែលគាត់ឆោបបោកបានពីបទល្មើសហ្នឹងមានរហូតទៅដល់50 billion ដែលវាលើសអំពីការផ្ដន្ទាទោសក្នុងច្បាប់អញ្ចឹងច្បាប់នេះគាត់បើកសិទ្ធិទៀតថាអា50 billion ហ្នឹងក៏ច្បាប់អាចរឹបអូសយកមកជាទណ្ឌកម្មនៃការដាក់ទោសលើបទល្មើសនេះដែរហើយនឹងមានទោសបន្ថែមផ្សេងទៀតវាអាចប្រឈមទៅនឹងការរំលាយនីតិបុគ្គលអីជាដើមបាទអញ្ចឹងនេះការទទួលខុសត្រូវរបស់នីតិបុគ្គលហើយរូបវ័ន្តបុគ្គលក៏ដូចគ្នាដែរមិនមែនមានន័យថាក្រុមហ៊ុនត្រូវបានរំលាយហើយអ្នក scam គាត់រួចខ្លួនទេអត់ទេនៅក្នុងច្បាប់នេះគេកំណត់មកថាសហចារីអ្នកផ្ដើមគំនិតអ្នកសងគំនិតនៃបទល្មើសដោយមានចែងនៅក្នុងច្បាប់នេះត្រូវផ្ដន្ទាទោសដូចគ្នានឹងចារីដែរបាទចំណុចនេះជាចំណុចសំខាន់ដែលខ្ញុំមើលឃើញថាវាជាការអនុគ្រោះចំពោះបុគ្គលដែលគាត់បានប្រព្រឹត្តបទល្មើសហើយគាត់មានការសោកស្ដាយចំពោះកំហុសរបស់ខ្លួនហើយសហការនៅក្នុងការលុបបំបាត់នៅបទល្មើសនេះអញ្ចឹងនៅក្នុងនេះច្បាប់គាត់បានផ្ដល់ការលើកលែងឲ្យរួចផុតពីទោសឬក៏ស្ថានសម្រាលដែរ
អញ្ចឹងបុគ្គលណាដែលបានចូលរួមប្រព្រឹត្តបទល្មើសណាមួយដោយមានចែងក្នុងមាត្រា6និងមាត្រា7ត្រូវបានលើកលែងទោសប្រសិនជាមុនការចោទប្រកាន់បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចអញ្ចឹងចូលខ្លួនមកសារភាពមានន័យថាអាជ្ញាធរក៏អត់ដឹងទេតែមានបុគ្គលម្នាក់ហ្នឹងគាត់បានធ្វើរឿងហ្នឹងហើយគាត់មានការស្ដាយក្រោយគាត់ទៅប្រាប់ប៉ូលីសថាខ្ញុំបាន scam គេហើយខ្ញុំមានការសោកស្ដាយហើយទីតាំងដែលខ្ញុំធ្លាប់ធ្វើហ្នឹងគឺនៅត្រង់នោះអញ្ចឹងបើសិនបើប៉ូលីសគាត់អត់ដឹងហើយយើងទៅប្រាប់កន្លែងហ្នឹងគឺយើងរួចខ្លួនប៉ុន្តែមានលក្ខខណ្ឌល្អមួយទៀតថាបុគ្គលនោះត្រូវបានទទួលស្ថានសម្រាលបើសិនបើខ្លួនត្រូវបានអាជ្ញាធរឃាត់ខ្លួននៅពេលដែលគាត់ឃាត់ខ្លួនហ្នឹងមានន័យថាអាជ្ញាធរគាត់ដឹងថាមាន scam ហើយគាត់ចាប់យើងមកហើយគាត់សារភាពថាខ្ញុំអត់ឲ្យអាជ្ញាធរគាត់ចំណាយកម្លាំងដើម្បីទៅស៊ើបអង្កេតលើរឿងហ្នឹងទេនៅទីតាំងហ្នឹងទេខ្ញុំសូមសារភាពហើយនឹងច្អល់បង្ហាញថាតើមធ្យោបាយឆបោកទីតាំងអ្នកណាជាជនបកនៅក្រោយខ្នងនៃអំពើ scam ហ្នឹងគឺគាត់អាចទទួលបានស្ថានសម្រាលអញ្ចឹងសួរថាស្ថានសម្រាលនឹងការរួចផុតហ្នឹងមួយណាប្រសើរជាងខ្ញុំគិតថាអាទី1គឺប្រសើរជាងបើសិនបើមុនពេលដែលប៉ូលីសខាត់ខ្លួនហើយគាត់ទៅសារភាពអំពីសកម្មភាពដែលគាត់បានធ្វើដែលជាអំពើខុសច្បាប់ហ្នឹងអញ្ចឹងគាត់រួចខ្លួនហ្មងគាត់មិនបាច់សម្រាលទេតែបើសិនបើឲ្យប៉ូលីសចាប់បានទើបគាត់សារភាពក្រោយគាត់អត់អាចរួចខ្លួនទេគាត់គ្រាន់បានទទួលនៅស្ថានសម្រាលប៉ុណ្ណោះអញ្ចឹងខ្ញុំគិតថាច្បាប់ថ្មីនេះគឺខ្ញុំសូមពំនាំព័ត៌មានត្រឹមតែប៉ុណ្ណឹងហើយបើសិនបើបងប្អូនមានជាសំណួរឬក៏មានមតិកែលម្អខ្ញុំនឹងរីករាយទទួលយកនៅរាល់ comment ឬក៏សាររបស់បងប្អូនក្នុងនៃស្ថាបនាព្រោះពេលខ្លះខ្ញុំមិនមែនជាអ្នកជំនាញច្បាប់អីទេប៉ុន្តែគ្រាន់តែខ្ញុំជាអ្នកស្រាវជ្រាវហើយខ្ញុំចង់ចែកម្លែកជូនទៅដល់បងប្អូនដែលគាត់អត់ទាន់បានដឹងព័ត៌មានអាចនិយាយថាអ្នកចេះតិចបរិញ្ញាអ្នកដែលអត់ចេះអញ្ចឹងខ្ញុំជាអ្នកចេះតិចអញ្ចឹងខ្ញុំនឹងរីករាយទទួលយកនៅមតិកែលម្អពីបងប្អូនដែលគាត់មានជំនាញលើការបកស្រាយច្បាប់អញ្ចឹងបើសិនបើមានកំហុសខុសឆ្គងក៏សូមអធិស្ឋានខ្ញុំផងហើយខ្ញុំសង្ឃឹមថានឹងជួបបងប្អូនវិញនៅវីដេអូក្រោយបន្តជាមួយនឹងប្រធានបទថ្មីទៀតបាទសូមអរគុណសូមជម្រាបលា